អាមេរិកជប៉ុនហ្វីលីពីនបង្ហាញសាច់ដុំយោធាបើកសមយុទ្ធរួមនៅសមុទ្រចិនខាងត្បូងចំពេលភាពតានតឹងជាមួយចិនកើនឡើងសហរដ្ឋអាមេរិកនិងជប៉ុនបានចូលរួមជាមួយហ្វីលីពីនក្នុងសមយុទ្ធយោធាតាមសមុទ្ររយៈពេល5ថ្ងៃនៅសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី21ដល់ថ្ងៃទី25ខែកក្កដាឆ្នាំ2026ស្របពេលដែលភាពតានតឹងរវាងហ្វីលីពីននិងចិននៅតំបន់ដែនទឹកជម្លោះកំពុងកើនឡើងសមយុទ្ធនេះបានប្រើប្រាស់នាវាចម្បាំងយន្តហោះចម្បាំងយន្តហោះស៊ើបការនិងកងកម្លាំងឆ្មាំសមុទ្ររបស់ប្រទេសទាំង3ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរួមនិងការសម្របសម្រួលគ្នាក្នុងបេសកកម្មសន្តិសុខដែនសមុទ្រកងទ័ពហ្វីលីពីនបានបញ្ជាក់ថាសកម្មភាពនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរួមរបស់ប្រទេសដៃគូក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងសន្តិសុខនៅតំបន់ Indo-Pacific ព្រមទាំងការពារសេរីភាពនៃការធ្វើនាវាចរនិងការហោះហើរនៅតំបន់សមុទ្រអន្តរជាតិស្របពេលជាមួយគ្នានេះចិនបានរិះគន់សមយុទ្ធរួមនេះថាអាចប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ខណៈកងទ័ពរំដោះប្រជាជនចិនបានបង្កើនការល្បាតតាមអាកាសនិងផ្លូវសមុទ្រនៅសមុទ្រចិនខាងត្បូង